សារជាសតុននេះគឺវាជួយព្យាបាលជំងឺខាងផ្នែកផ្លូវអារម្មណ៍ខាងផ្នែកផ្លូវអារម្មណ៍អញ្ចឹងរីកមិនឲ្យអ្នកដែលគាត់មានបញ្ហាជំងឺ stress តានតឹងធុញថប់មួម៉ងមួម៉ៅគិតច្រើនខាងផ្នែកសតិអារម្មណ៍ផ្លូវចិត្តមិនសូវនឹងណគាត់អាចមកលេងតំបន់ភ្នំឲ្យបានច្រើនស្វាគមន៍ដល់ការជួបគ្នាសារជាថ្មីប៉ុន្តែអត់ដឹងថាអ្នកជួបគ្នាលើកនេះគឺជាអ្នកធ្លាប់ជួបគ្នាក្នុងវីដេអូមុនអត់ណបើជាអ្នកដែលធ្លាប់ជួបកាលពីវីដេអូមុនហើយគឺចង់ប្រើពាក្យថាអរគុណខ្លាំងមែនតែនដែលបានចូលមើលវីដេអូជាលើកទី2ជាលើកទី3ឬក៏ជាលើកទី4អញ្ចឹងណាហើយអ្វីដែលជាការស្នើសុំបន្តទៅទៀតនេះគឺតើអាចអត់ក្នុងការដែលសុំខមមិនម្នាក់មួយដើម្បីឲ្យនាងខ្ញុំបានច្បាស់ក្នុងចិត្តថាវីដេអូដែលនាងខ្ញុំធ្វើទៅនឹងត្រូវតាមគោលដៅដែលអ្នកមើលនឹងចង់បានអត់ឬក៏ការរាយរាប់ហ្នឹងមិនទាន់គ្រប់ចំណុចនៃអត្ថន័យខ្លឹមសារទេត្រូវបន្ថែមនៅចំណុចមួយនេះឬក៏ការរាយរាប់ទៅវាលើសនៅចំណុចមួយនេះហើយអញ្ចឹងឲ្យតែបានបងប្អូនទាំងអស់គ្នាជួយតម្លាក់